đào smile bà đèn chơi ra glass bà chắc nơi không game team môi cứ team ba lá cứ nơi khang first page để miếng cam bén tới elite cái đôi chỉ chip hay năng fanny bà bén chiaประเภท hero ได้สำคัญក្នុងតារារបស់ខាង CU Zone តែម្ដងបាទតែមិនមែន fanny លេងទេបាទតែប៉ុន្តែឆ្មាគេដេញ ban fanny ដែរបងតែឃើញតុកឲ្យគេ ban 2 slot គេ ban ខ្លួនឯងបាទចំណែកឯគីអត់មានធ្វើការ ban ជាមួយនឹង Helker ទេលើនេះបាទធ្វើការ ban ទៅលើ CC បាទ ban ទៅលើ head យកតែម្ដងចង់ដឹងថាជាមើលតើ head អាចនឹងចេះប្រមាណ hero នៅក្នុង lane ព្រោះដោយសារយើងឃើញថា CC សម្រាប់ head ការ performance របស់គាត់ក៏ល្អបាទហើយ Angela Chusin Angela Sol Angela Susin បាទ Susin Sol Susin បាទ Angela Chusin ក្រកតែក្រកគេបន្តគិត Angela Chusin អាចជា hero ដែលគេថាវ៉ាន់វ៉ាន់អត់ទេ Susin គាត់សាវ៉ាន់វ៉ាន់អូវ៉ៃបាទសាវ៉ាន់យកមកបាក់តិចហ៎បងអីមិនបាក់គេអាចដកចាំងអូវ៉ាន់បាទអត់ទេអត់បាក់អីវ៉ាន់នេះមិនងាយបានលេងទេបាទព្រោះបើយើងមើលទៅជាមួយនឹងសប្តាហ៍ទី1ដូចជា ban 13 game បាទAli first ban យកតែម្ដងដើម្បីកុំឲ្យមានត្រាដែលពិបាករើសជាមួយនឹង Max Man តែបើមានវ៉ាន់អញ្ចឹង Ali នៅតែអត់ពិបាកអញ្ចឹងបាទតែឥឡូវនេះគឺអស់ទាំង Ali ហើយមានវ៉ាន់ទៀតឥឡូវយើងមើលថាគេនឹងមានត្រាគេដែលឈ្មោះដល់វ៉ាន់នេះហើយធ្វើឲ្យវ៉ាន់ហ្នឹងមិនមាន lane game Hero ដែលស្រួលលេងមួយវ៉ាន់មានអាកៃមាន lane slot មាន Alot អីសុទ្ធតែស្រួលលេងមួយវ៉ាន់បាទការបើកវ៉ាន់ឲ្យនេះគឺជាអន្ទាក់របស់ IT ឬមួយយ៉ាងណាបាទចាំមើលព្រោះដោយសារវ៉ាន់នេះកម្រធីមគេផ្សេងអូ Alot នេះអត់តន់ដឹងទេប៉ុន្តែអាច Alot អាកៃអាចចេញ Alot ភាសាបាទអាកៃអាចចេញ slot ទី3ព្រោះវាសិតតែជា Hero ដែលស្រួលលេងមួយវ៉ាន់Alot វាសិងដល់វ៉ាន់ហើយនឹងមួយទៀតមិនថាវ៉ាន់ឆ្ងាយប៉ុណ្ណាក៏វាអាចវាយដល់ដូចគ្នាហើយបើមានអាកៃរុញវ៉ាន់ទៀត Alot ដាក់ដើម្បីសិងងាប់បាទជាមួយនឹងវ៉ាន់បាទចាញ់ខ្ញុំមើលថាគាត់អបវ៉ាន់នេះដល់ណាប៉ុន្តែឆ្មាត្រូវការចាំងកលើមួយហើយដែលជា Jason Sin ក៏ដូចជាបើសិនជាគាត់ខ្លាចជាមួយនឹង Alot គេគាត់គួរដើម្បី Frederick ចាញ់មកក៏ល្អដូចគ្នាបាទតែឥឡូវយកតែបើ Jason Sin បើគេយកអាកៃគេ control គាត់ជាប់ដដែលណាបាទគាត់ត្រូវចាំប្របាចូលបើសិនលើ Immune ដែលជា good នេះវា Susin បើពី hero ធំឲ្យវ៉ាឡាម្ដង Povius Susin Povius ងាយស្រួលក្នុងការលេងជាមួយនៅ total ផងដែរសម្រាប់ team បាឡាបាទចាំមើល slot ទី3អាចចង់យកជាយើងស៊ីកាលីបាទតែកាលី game នេះដូចរៀងបាក់ចាប់ដែរណាបាទកាលីបាន one shot បាទមួយ Fasha តែបោកពិបាកបោកចាប់បានបាទចាប់វ៉ាន់សូស៊ីនក៏គេមាននិស័យជាមួយនឹងការជ្រើសរើសជាមួយនឹង spare purify បាទបណ្ដាហាតែមិនតែបើគាត់អាចយកយាងស៊ីនមកហើយព្រោះដោយសារតែឥឡូវ jungle ដូចជាសល់គួរសមណាស់ហត់អីទេសល់ហើយអាចលេងបានបាទបើលេង mechanic ឡុកបានយកអាកៃ jungle បាទឥឡូវចាំមើលជំរឿនមានច្រើនសម្រាប់ Ike បើហើយយើងនឹង scan មើលដល់គ្នាថាគាត់នឹង communicate មួយ Ike យ៉ាងម៉េចគាត់ចេញ last pick ណា hero lock មាន3កាលី Franco ខាចាចាញ់មើលថាវានឹងចេញមួយណាមួយសម្រាប់ Romer Johnny ប៉ែបាទតែកាលីអាចធំជាងបាទណាមួយការយកជាប្រភេទ hero roam pick off មកក៏ត្រូវបង្ខំឲ្យគេយកជាមួយនឹង spell purify ដែរអញ្ចឹងគេត្រូវការជាមួយនឹងប្រភេទ hero មួយដែលចាំពេលដែលខាង enemy គេអស់ជាមួយនឹង purify ស្រួលក្នុងការវាយបាទបើយក suppress ចាប់ដល់ជាប់តែបើយកធ្វើ clear តាមអីក៏អាចបង្ខំឲ្យគេយក purify អូយ៉ាងណាសំណួរដែល Odin ដែលអ្នកដែលជា fan របស់ CU Zone គឺ Zone ក៏តែឆ្ងល់ថាតើជាមួយនឹងDonut នឹងបានលេងអត់ចម្លើយមកដល់គូទី2របស់គាត់អាម៉ាច់ទី2ប្រកួតទី2បាទប្រកួតទី2របស់គាត់គឺនៅតែមិនមាន Donut នោះទេបាទបែរជា Onzo មានអ្វីដែលយល់ដឹងបាទចឹងក៏មានការ ban ចេញពីដៃរបស់ Secret នៅសល់ Romer ដែលជាបាដាំងដែលជា Mino កាលីច្រឡំកាតូតបាទចាំមើលថាសល់ Romer អីគេសម្រាប់ Secret លេងនៅក្នុង game នេះដូចគ្នាសប្តាហ៍មុនគាត់ធ្លាប់យក Glue Romer បាទចាឥឡូវតែមើលថា Glue Romer នេះអាចចេញមកទៀតដែរអត់បាទ Franco គាត់ធ្លាប់លេង Mino គាត់ធ្លាប់លេងគាត់លេង5 game Romer លេងខុសគ្នាទាំងអស់កាតូត Franco Mino ក៏ Glue បាទslot ban របស់វ៉ាឡាយើងសិនសេហើយនឹងធ្វើការ ban ហើយយ៉ាទៅតែ hero ដែលទីស៊ីបាទមកបើកទេអូបាទចូលតែខ្លាចហើយលោះហើយខ្លាចកតោតទៀតហ្មងចឹងកតោតទៀតតែបាទព្រោះកតោតមិញបាទទុកកស៊ីអន ban ដែរព្រោះដោយសារកតោតពេលវាចិត្តដាច់វាឡើង physical defense 200វាធ្វើឲ្យវ៉ាន់បាន passive ulti ទៅអេ
mấy trắng liền mấy trắng poki ôi thôi cái lạ xí nè mấy rọt rỉ mấy cái lạ xí voi voi nè nhảy nhảy nè lính năng con expert bảo cái lạ xí phone nứt nhảy nè yes sir សម្រាប់ band ចុងក្រោយរបស់ Valhalla សម្រាប់ចិត្តក្នុង campaign ទៅលើ hero វិញ គេតាមមានចាំងកលទីចង់ ban ទៅលើ hero អីគេដែរព្រោះដោយសារនៅសល់ជាមួយនឹង Fetrin ដែរបាទ តែបើគាត់អាច បាទ Fredrin អាចចាញ់ហ៎ អាចនឹង ban ទៅលើ Fetrin ឬមកចង់ ban ទៅលើ Haya Ben Kalia. Bye. បាទចឹងសា Franco នឹងខាចាអញ្ជើញយក Franco មុនបាត់យកទេ secret យកឯណាបាទជាមួយនឹង Franco បាទនិយាយទៅបើគាត់ Franco គេ Mino ក៏នៅតូចជាងគាត់ដែរ ឈូ អត់យល់ដែរឈូរ៉ូមខ្ញុំគិតថានៅលេងបានតែផ្លូវយកដែរមានគេលេងហ្នឹងបាទ អេមាន region ផ្សេងមាន ពីចិនផ្សេង បាទដូចអូនិចដូអីយកឈូលេងរហូតនឹង keyboard អី បាទ បាទ នៅយើងស្ងាត់សូន យើងអត់តនេះដោយសារយើងទៅសប្តាហ៍ទី1មើលយើងចាំមើលខ្លាចធីមខ្លះរៀងលាក់អីចឹងណាតអត់មើលស៊ីយូព្រោះដោយសារអ្នកលេងឈូតោះតែបុកស៊ីអី ដល់សួរស៊ីង បាទ បាទអាកៃឬ Fredrin បើ Jungler Peace ត្រាស់របស់ IK បាទ ចុំចង់ខ្សត់រោមចង់ខ្សត់រោមនេះ Franco មុនហាហា បាទ អញ្ចឹងនៅសល់ខាចាយកវិញតែខ្ញុំនិយាយចឹងបើចង់អណយយកមីណូប៉ុន្តែបើយកមីណូអណយបានតែមុនទៅពេលគេពាក់ Winterground ដដែលទេហើយណាមួយយើង immune មែនតែបើ Franco ខំដាច់ដូចតែគ្នាទេតោះមីណូឬខាចា2 secret បាទដាក់មិនជាជំរឿទេ secret បាទ ថៃរៀហ្មង តែប៉ិតបើយកជ្រុលយកខាចាយក Fredrin មកអូតែពឹងវ៉ាន់ពេកហ្គេមនេះតែការ Assassin Jungler ឲ្យឆ្មានៅសាហាយាសាចយសាជីសុនស៊ីន បាទ បាទ តែប៉ាត់យីនស៊ីនក៏បានយីនស៊ីនក៏បាន យេ តែហ្គេមនេះហ្គេមបាទហ្គេមនេះយីនស៊ីនដូចជាមិនប្របាក់លេងទេព្រោះដោយសារគាត់មានជាមួយនឹង Povis ហើយណាមកគាត់ត្រូវការយកជាមួយនឹងរោមមកបើកមុខមួយទៀតមកបាទរោមធំមួយទៀតមករោមធំដូចសល់នៅសល់ដែរនៅសល់គូស្រានៅសល់អូខាលី Gonivia និយាយទៅនិយាយយ៉ាងគាត់យកចឹងដើម្បីកុំឲ្យគេយកជាមួយនឹងអាកៃគាត់មាន Gonivia Jungler ដែលមាន immune បើគេយកអាកៃគាត់ control គាត់ឲ្យជាប់ឯប៉ុន្តែនៅតែ Franco ខំដាច់តែក៏មានអ្នកអណយខំដូចគ្នានិយាយទៅ game នេះអ្នកដែលប្រើ stand មុនអ្នកចាញ់បាទ stand មួយក៏ត stand មួយតោះអាកៃ Jungler លេងមួយនឹង Arlot បាត់ lane បាន ហ្គេមនេះសតតែប្រភេទ hero team Valhalla សតតែជាប្រភេទ hero ដែលផ្ដាច់ជាមួយមាននិស័យផ្ដាច់ជាមួយនឹង ultimate របស់ Franco បាទ បាទ បាទតែបើ knock up កបោមួយ Gonivia មានតែ skill ទី2របស់ 4 វាមួយឯង បាទ បាទ គេមើលនៅសល់ Fetrin បាទសល់ Fetrin មានការពីជាមួយនឹង Fetrin ចេញពី Cat បាទ បាទណាមួយ Jungler គេ immune នេះខ្ជិលនាំថាteam fight set up ស្មុគស្មាញពេក ចំតែហ្គេមនេះបើសិនជា team Valhalla គាត់បើក team fight បានល្អហើយអាចហ្គេមនឹងមានទៅដល់ចាប់ពី mid game ទៅដល់ late game សម្រាប់វ៉ាន់មានណាពេលដែល team fight ម្ដងបើសិនជា Gonivia load ចំទៅលើណាគេវ៉ាន់ងាយស្រួលនៅក្នុងការឡើង ultimate ខ្លាំងមែនទែនហ្មងបាទឧទាហរណ៍មកកម្បូនេះ Fetrin អាចនឹងຕົកអត់ជាប់ដែរ និយាយទៅមានរូបភាពកម្បោច្រើនណាស់សូម្បីតែស៊ូស៊ីនចាប់លើកបោះមកក៏វ៉ាន់អាលទីស្រួល បាទ យ៉ាងណាគេមាននេះខាន lip របស់ secret card មួយបាទ Jungler គេជា assassin ក៏អាចនឹងទៅ solo kill នៅ early ហ្មងប៉ុន្តែគេមាននេះអត់អាចទៅ solo kill ទេតែពី roamer នឹងមាន passive មួយដូចគ្នាសម្រាប់ Franco និង Khalid សុទ្ធតែមាន passive រត់លឿននៅពេលដែលគាត់អត់ join team fight 5 វិនាទី Khalid បានខ្សាច់សម្រាប់ Franco គាត់បានអា passive លឿនហើយឡើងជាទៀតអញ្ចឹង roamer នឹងគឺលួចអា passive ដែលតែលួច map enemy ដើម្បីយក30 goal និង60 experience ណារហូតតែម្ដងអញ្ចឹងយើងសង្ឃឹមថាបង observer ជួយចាប់មើលផងចាំមើលថាណាគេយកបាន level 2មុននៅក្នុងការប្រើ passive រត់លឿនលួចយក map ឡើយយើងមើលពីចង្អាយសិនអូ Khalid តាមដល់មកផ្ទះហើយបាទ Franco ក៏ដល់ប៉មទី1បាទហើយបាទ let's see ចាំមើល3 2 1អត់ទៅដល់គ្នាអត់ទៅដល់គ្នាតែសង្គ្រាម clear lane mid វិញឥឡូវ Khalid មាន3កវាមកការ៉ាសិនបន្លាស់ហើយមកចាក់ passive ទៀតចំអត់ clear lane មុនអូអត់ clear lane មុនអត់ clear lane មុនតែដឹងថាអ្វីទៅបាទ ខ្លាចគេហុក មួយ លួចសុំ level 1ចូលស្មៅបាត់អត់បានអត់ចៃ retreat ទេពី Ken ច្បាស់ទៅលេងច្បាស់ ខ្ញុំឃើញការលេងសប្តាហ៍ទី1ក៏គាត់ធ្វើអញ្ចឹងណា Yes sir ច្បាស់ ទោះបីជាពេលគេក្លុកយ៉ាងណាក៏ដោយ retreat មិនសិននៅតែអត់ប្រាបណ្ដៃកើចាំងលើវិញស្រែកជេផ្អា Discord បាត់រៀនថាមើល lane ខ្ញុំហេបាទឥឡូវនេះភ្លាមគឺជាមួយនឹងការវាយទៅលើ secret បន្តិចបន្តួចសុំតោះអ្នកគ្នាភ្លេចមើល emblem មិញលឿនពេកបាទ
ណ៎សំខាន់ឆ្មាបានលួចបានសัตว์មួយ បៃតង បាទសัตว์បៃតងមួយ បាទចូលក្លុកយកបើតាមដងជ្រុលមានជាមួយនឹងខានលីត្រមើលវាយអត់វាយដល់បើមិនស្បាយចូលវាយដល់បើតែម្ដងតើជាមួយនឹងមានការ defend ជាប់ដែរទេជាមួយនឹងការចូលក្លុកបើ2សមាជិករបស់ Valhalla បាទអត់ទេយកតែឆាំងកោបាន2ព្រោះតែសាមមិញវត្តមានរបស់ Ken គឺគាត់អត់មាន retribution អញ្ចឹងឆ្មា retrieve យកជាមួយនឹងឆាំងកោមួយដកមកយកជាមួយនឹង orange របស់មិនថែម ជុំហ្គេមនេះស៊ីរ៉ារៀង confident នៅក្នុងការលេងដែរដែលអត់យកជាមួយនឹង spare purify បាទ បាទបើដោយសារហ្គេមបើយើងមើលទៅសតតែជាប្រភេទ hero ដែលផ្ដាច់ជាមួយនឹង ulti របស់គាត់ហើយពេលដែលគាត់បើកជាមួយនឹង ulti ងាយស្រួលក្នុងការគាត់វា load ទៅខ្លាំងមែនទែនប៉ុន្តែការលេងទាំង confident ព្រោះដោយសារបើសិនជាគាត់ fast hand គេ load ជាមួយនឹង ultimate គាត់ flick ដាក់តបាទតែបើដូចខ្ញុំ slow hand ខ្ញុំត្រូវការជួយ revive បាទ 100 លើ 100 បាទយើងនិយាយចេះឆាប់ បាទអូនបាទដល់ទៅ2គ្វីយកទៅលេងជាមួយឈីម៉ាយកបានដល់ទៅ2នេះគឺមកនៅជាមួយនឹងការចាំបានទៅលើ Shadow ដកថយមកវិញនេះខ្លួននេះគ្នាអស់ experiment តាថមួយនេះ See you soon នឹង fail ក្រុមដៃ Valhalla ដែរទេភ្លាមគឺជាមួយនឹងការចូលវាយយកជាមួយនឹងវត្តមានរបស់ Turtle នៅខាងក្នុងនេះគ្នាមកដែរសមាជិករបស់ See you soon គឺមិនមានវត្តមាននៅក្នុងការចូលយកនៅទេប្រឡែង Turtle ឲ្យតែម្ដង បាទការលោតរបស់ឆ្មាមកមិញនេះគឺល្អខ្លាំងមែនទែនស្ទុក retribution មួយជាមួយនឹងថតទី1គឺបានទៅលើ team Valhalla ដូចគ្នាចំណែក Golan វិញបើយើងប្រៀបធៀបទៅជាមួយនឹងការបិទ goal អីអត់មានបិទទេប៉ុន្តែបើយើងមើលទៅជាមួយនឹង Sol ក៏ពិបាកក្នុងការ clear lane ដូចគ្នាបាទអូ Dangerous ក្រាស់នេះមានអារម្មណ៍ថា Romer ដែល movement speed លឿនសបាយពួនស្មៅ សបាយពួន ហើយសិតតែ one shot តែបើខានលីទីយឺតតិចបើ Franco តែឃើញតែញ៉ាំបាទ ចាំភ្លាមជាមួយនឹង game នេះបន្ទុក kill នៅ early game ទៅតែ1ទល់នឹង0តែប៉ុណ្ណោះតែបាន first blood ទៅលើ Shadow បាទបាន level 2កង់អូបាទបាន level 2កង់សម្រាប់ Romer ទៅ Romer មិញ មានអារម្មណ៍ថាការលេង combo នេះ Asira អ្នក make បាទ make play បើជាប់ stun Franco បាន6 យេចាប់ជើង ជាប់ចាប់ជើង បាទវាយម្ដាយប្រើមួយស្គៀតែចាប់តែចឹកជាប់ចាប់ជើងប៉ក់ Franco 6 free បាទចឹងការ combo នេះបើយើងមើលទៅជាមួយនឹងខាង team Valhalla គាត់ធ្វើដូចគ្នាជាមួយនឹងការបោះបាទ Let's see ខន Fasha សួរចាប់ជីច្រឡំយ៉ាជូស៊ីនលើកនឹងបាទ ចាំមើលជាមួយនឹង item របស់គាត់ដូចគ្នាបាទមានតបបឡាចេញទេបាទ Zo បាទ Cross Sensei បានចេញតែ crossbow តែបណ្ដោះពីវត្តមានរបស់ Soul បងសិនតោធម្មតានៅពេលដែល Golan late game អញ្ចឹងយើងត្រូវដាក់សម្ពាធតាមអ្វីយើងអាចធ្វើបានប៉ុន្តែយើងមើល side game Valhalla ថ្ងៃនេះគឺការកន្លុក lane របស់ Soul អត់កើតឡើងយកមកអញ្ចឹងបើ game នេះមាន late game សម័យមើលថាតើ Soul នឹងអាច carry game បានអត់តែឥឡូវបើយើងមើលទៅលើ flow វិញណាPP ប្រឡេង Golan ចោលហ្មងព្រោះដោយសារដឹងថាតុបលេងតុបយកមកស្មាហើយមកជួយជាមួយនឹងShadow វិញបាទ rotate នៅត្រឹម mid ហើយមកជួយនៅខាងក្រោម experience lane វិញបាទចាំមើលតទី2មាននេះមើលនឹងមានរូបភាពអ្វីកាត់ឡើងសម្រាប់ក្រុមទាំងពីរព្រោះភ្លាម team fight អត់មានសម្បីតែមួយ team fight មានការ pick off ក្រុមយកតទី1តទី2ស្ងាត់ចឹងការគៀប Golan ក៏មិនមានដូចគ្នាតែយុទ្ធសាស្ត្រ side game Valhalla ថ្ងៃនេះគឺអត់មានច្រឡំហោងមែនបាទគេលួចយកកន្លងចំណេញឲ្យគាត់អត់បានដូចគ្នាសម្បីតែពេ Hero rotate លឿនតែងាប់តែដោយសារ2ហ្នឹងអត់សូវមាននិស័យ clear mid ដោយសារ Romer អត់មាននិស័យយក Garrison បន្លាស់អញ្ចឹង clear lane mid អត់ទាន់អត់បាន rotate តាណាយកមកបាទឥឡូវចោលនៅ mid បាទចោលនៅ mid បាទបាទថតទី2ក៏មានការ spawn មកវិញនេះគ្នាប៉ុន្តែវត្តមាន team ទាំងពីរឥឡូវកែនគឺគាត់ទៅតេស្តជាមួយនឹងថតមុនគេតែម្ដងពីវត្តមានរបស់គេសិងចូលទៀតជាមួយនឹង Combo Final Slap Flick ដកថយមកក្រោយនេះគ្នាជាមួយនឹង Shadow លោកចង់បាយទៅផ្លូវជាមួយនឹង Head បោក2ចុះ2តែ Flick ដកថយ Combo Flick ជាមួយនឹង Johnny Bay ចូលទៅលើ Secret ជាមួយនឹងកាពូ Oscar រៀងខ្លួនសំខាន់ Fast hand ពី Secret សំខាន់ ultimate របស់ខាង CU0 អស់4ណាបាទអស់4 ultimate បាទ spell អស់2ស្មើបើកមេបើលុយបាយយកនៅក្នុង team fight ជាមួយនឹង Head លោកទៅលើ Asira ខ្នាពេល Asira នៅក្នុងចូល retreat ជាមួយនឹង Head តែឆ្មាឆ្នាំបានចាំទាំងមកក្នុងពុះសិងវាយទៅលើ Soul នេះគឺមិនតែជាមួយនឹង Shadow តែរកក៏ព្រួយនេះគឺជាមួយនឹង Snap មិនត្រូវទៅលើ Soul នោះទេជាមួយនឹង On Soul លើបាយនៅខាងក្នុងហូបបានជាមួយនឹង Head ដូរ Head បានមួយទៀតអាយ៉ាបែចាប់ផ្ដើម6ត្រូវហើយប៉ុន្តែវិញដែរអ្វីដែលគួរសោកស្ដាយបើមិនជាមួយនឹង Asira អូ technique 3 lane IQ មិនមើលតនេះគាត់ផែកន្លងចាំមកចេញក្រៅ map ចាំបានអត់ឃើញទេលើកលែងតែយើងទាញ finger ទៅក្រៅ map បាទ Wow អត់តន់ដឹងទេណាសអត់តន់ដឹងទេណាបាទពីបន្តដាច់ហើយបងខុស1ខុស2អាទី3ក៏ខុសបាទបាត់ក្នុងរឿងម្ដងបាទចាំមកមើលជាមួយ highlight បាទមិញបាទ replay បាទបូកនេះបាទ snap គាត់តម្រង់ focus លើ soul ខ្លាំងបាទបើបាញ់ត្រូវមិញដាច់ soul បាទហ្នឹងហើយមកតង់ប្រៅយក បាទចំណេញដែរមកពេខ្ញុំមើលមិញព្រោះដោយសារមុនហ្នឹងដាច់ពេលដែលពេចាប់ ultimate មានឃើញពេអស់ ultimate ដែរពេខំទៅលើ head ប៉ុន្តែ
timing មួយ skill ទី2ផងហេតុម៉ាំងដាច់ហ្មងបាទខំអោទីដាច់ខ្លួនឯងយកហ្មង បាទខាងលើស្វែងរកជាមួយនឹងអនសូហើយអនសូអ្នកខ្ញុំដែរទេប៉ែហុកមួយមកជាមួយនឹងកូនប៉ែគាត់វាយប៉ែនៅក្នុងប៉មតែម្ដងដាក់ចេញមកខ្លួនឯងបាញ់ជាមួយស្មោកចាប់ខាងជាមួយនឹងប៉មក៏បានវាយទីខ្លួនឯងបតាសូវាយយកជាមួយនឹងអត់ទេសម្រាប់មួយតាប់គេទៅសូយមិនក៏បានយកជាមួយនឹង triple kill អត់បាន triple kill ទៅគឺបានទៅលើ head ទៅលើ Kane ហើយយកមក team fight នេះមិនបាញ់ Franco ខំនៅក្នុងផ្ទះធ្វើឲ្យវត្តមានរបស់ Onzo ក៏ដូចជា Asira លងខ្លួនបន្ត RT ទាំងពីរតែម្ដងបាទប៉ុន្តែអ្វីដែលសំខាន់ជាមួយនឹង Head បាទមិនគាត់ធ្វើបានល្អខំតែជាមួយនឹងការ knock up skill TV របស់គាត់បាន200ហក់ជាន់ច្រាមនៅនឹងយកមកបាទអាយ៉ាបច្ចុប្បន្នគេធីម Valhalla lead បាន 3k goal ក៏ដូចជាធ្វើការបង្កើត team fight យើងឃើញហើយគឺសម្រាប់ team Valhalla គឺគាត់ធ្វើបានល្អខ្លាំងមែនទែនជាពិសេសការបើក team fight ហើយឥឡូវបច្ចុប្បន្នការសម្រាប់ Soul គឺ 3-0 បាទអញ្ចឹងគឺមានហើយបាទសម្រាប់ Onzo គាត់ទៅតែបាន1 kill ទេហើយបានវាយចេញពី early ថាចូលទៅដល់ late game Shadow final snap flick Shadow ចូលក្រោយឡើងជាមួយនឹងការផ្ទះ final snap ចូលបាន2នេះខ្លួនណាវាយដល់ជាមួយនឹង second ឈ្នះបើមកមួយបានហើយលើកមកក្នុងបន្តទៀតនេះក្នុងឈុត retreat វិញចាំងលើទៅ2ទៅជាណានេះខ្លួនណាជាមួយនឹងការឈរមកមុខទន្ទិញចាំ retreat ហុកបានជាមួយនឹងឆ្មាបានហើយប៉ែជាមួយនឹងការ free retreat ទៅកាន់ Kane ផងដែរ វ៉ាវបាញ់មិញយើងចាំអត់មើលដូចគ្នាជាមួយនឹង level 8 ទល់នឹង level 9ប៉ុន្តែមានការ make play ចេញពីពេហើយជាមួយនឹងក្រុម Seal ជួបបានជាមួយនឹងថតទី3ក៏ដូចមានការយកបានទី1 trend នៅខាងផ្លូវ midlane បន្តការយកជាមួយនឹង pop បន្តទៀតមិនដែរប៉ាត់ជា new rising star មែនចង់និយាយមកបាទការបោកស៊ីនៅមិនធ្វើមួយរឿងអញ្ចឹងដាក់ប៉ែមកធ្វើទៀត Yes បាទឥឡូវពេពងធ្វើឲ្យហ្គេមមករៀង balance វិញណាមិញ 3k goal សតយកមកបើសិនជា total មិញបានទៅខាង team Valhalla ទៀត game ធ្ងន់បាទ game មានតែមួយក្បាច់ចាំលេងឲ្យគេបុកមកពេហុកចូល turret អត់មានកលៈវាយចេញក្រៅមួយគេឥឡូវមានកលៈលេងនៅខាងក្រៅ50 មួយគេដដែលអូ Franco វិញតែ ground បាត់នោះខាងណាជាប់ហ្នឹងបាទខាងណាជាប់ហ្នឹងអញ្ចឹងអត់មាន hero ណាមកផ្ដាច់គាត់ទេបាទលេងថាមក team ទី2បាទតោះអ្នកបើកមកពាក់ជីវិត2តែឥឡូវសម្រាប់ខាងលេនអត់មាននិស័យពាក់អត់មានលុយបាទអត់នេះទេព្រោះថាមើលitem កំពុងតែចល័តមែនទែនគាត់ឆ្នៃជាមួយនឹងដបងបន្លាជាមួយនឹងបន្លែដល់ HTC មួយទៀតណា Yes បាទយក damage ចាំបាទហើយឲ្យ team តាន់3មកកំពុងរីរងមកទៀតចូលវាយបើមកពី Kane ទៅតាមដល់តែប៉ែបន្តបើ team fight បន្តមកពី Asira មកបន្តពីត knock up fight ដល់ចូលដល់ពីដល់ RPG ខាំតែជាមួយនឹង second នេះឈ្នះមកនេះកំណែស៊ីចូលតែវាយទៅដល់ជាមួយនឹង Shadow មិនអាចយក Shadow ស៊ីប៉មកគឺព្រីជាមួយនឹងប៉ែទៅលើឆ្មា Oh my god នេះប៉ែជាមួយនឹង Onzo យកមកគៀបន្តទៀតនេះជាមួយនឹងការវាយប៉មទី2បន្តនៅខាងក្រោម Wow មកបោកភ្លេចនេះជាមួយនឹងការខំរបស់ប៉ែគឺធ្វើបានល្អខ្លាំងតែបាន triple kill ទៅលើ Onzo swing goal មកក្បាច់8មិញសម្រាប់ CU 0ធ្វើឲ្យខាង team Valhalla គាត់អត់ទាន់ ready នៅក្នុងការ team fight យកហ្មងខ្ញុំនិយាយមែនអត់ ready ក្នុងការ team fight ហ្មងហើយណាមួយការ bet ចេញពី ultimate post stack post soul គ្រាន់តែគេចិត្តពេញ stack គេរត់ចេញគេចិត្តពេញ stack គេរត់ចេញហ្មងគេអត់ឲ្យ soul ឡើងជាមួយនឹង ultimate ទេចេញពី Kane ហើយជាមួយនឹង Shadow បាទគណៈពេលដែលប៉ែមក play ធ្វើ2រឿងបាទខំចេញវិញនៅក្រោមមួយ flick ហុកឆ្មាម្ដងទៀតបាទចំចាំមាន flicking time ទៅកាន់តែ cool down ច្រើនបាទឆ្មានេះគេដាក់ GPS លើគាត់ឲ្យហុកមកលោហ្នឹងបាទអត់បាទហើយណាមួយគាត់ sell skill TP របស់គាត់ផងបាទដើម្បី knock up ទៅលើវត្តមានរបស់ខាងក្រុម C0 ប៉ុន្តែនៅតែប៉ែគាត់ធ្វើបាល់ល្អជាមួយនឹងការបែកចេញមកពីទីនេះសំខាន់ណាស់រងគូរវានឹងពេលដាក់ថយនេះសងសមោចឹងទៀតអូដាក់ជាមួយនឹងការគវាខ្វែងគាត់បន្តមកក្រោយ final shot ពី Shadow ខំយកពីប៉ែដាក់ជាមួយនឹង second sting ដាក់ចូលរះជាមួយនឹង Rafael ឆ្មាចូលទៅធ្វើបែបយ៉ាងហើយបែបវិញនៅទៅសូលគ្មានកណាវាយ៉ាទីទៅខាងក្នុងជាមួយវត្តមានរបស់ Head វាយបដោពជាពេលមិនមានវត្តមានរបស់វ៉ាន់វាយយកអាទីទេអត់បានពេញ stack ទេបាទសូលពិបាកក្នុងការចូលមែនតើដែលដើម្បីក្នុងការ pick up ទៅលើ hero មួយគឺ point ខ្លាំងពេកមួយមើល Asira មួយ fake admin មួយបាទគាត់ស្មាគេនៅក្នុងស្មាគេបាទគាត់ហុកកាត់មុខអញ្ចឹងហ៎បាច់ទៅបាទគាត់ហុកតាមការសម័យបាទអីទេហុកមិនក៏ត្រូវដែរបាទព្រោះដោយសារគាត់ហុកត្រូវច្រើនហ្មងពេកខាំយកមកខាំយកតែម្ដងមិនក្បាច់ចេញវិញចេះក្រោយនោះទេវាយយក ultimate ពីសូលតែដាក់ជាមួយនឹង secret បើកមុខមិនបាននោះទេដោយសារតែមាន Franco counter គាត់បាទខ្ញុំសរសើរមែនតើជាមួយនឹងការ cover Shadow បើសិនជាគេអត់ចូល final slash គាត់ប្រើយកមកបាទ
លូត្រាតាគេចូលមកគឺអត់មានការបំផ្លាញជាមួយនឹង ultimate របស់ Franco ទេ Go swing បាទ 10k បញ្ជាក់យ៉ាងច្បាស់ តាំង ថា ពីចាញ់ Shadow មិនមែនតគួរទេ តាំងពីចាញ់ 3k ឥឡូវមកលិត ព្រោះសាយ 6k ចូលចិត្តលេងសិនបាទចាំភ្លាមៗជាមួយនឹង Lord ដើរមកផ្លូវ mid lane អូមិនចំទេប៉ុន្តែជាមួយតែជើងតាលឆាវាយជាមួយមិនលេងប៉ុន្តែក៏មក Flip Shadow បាន3រត់ទម្លាក់ RPG យ៉ាងណាជាមួយនឹងការវាយប៉មនៅ mid lane ជាមួយនឹងប៉មកែបដាច់ប៉មកែបបានមួយ Shadow អាចនឹងពេញ final ស្ដាំនៅពេលមួយផ្លែទៀតឡននេះឃ្លៀងយូនទីកនៅសារបានបានវាយជាមួយនឹងឡននៅតែឥឡូវនេះជាមួយនឹង Soul វាយឡនកំទេចចោលមិនសិនទីខ្លួនតែប៉ុន្តែ final ស្ដាំនៅពេញក្នុង5វិនាទីទៀតតែជាមួយនឹង Shadow អត់មាន flick នោះទេហុកមិនត្រូវដូចគ្នា Minion ក្លុកជាមួយនឹង mid lane តើ See you soon ដកឬក៏បន្តវាយយើងជាមួយនឹងអ្នកគ្នា Minion នឹងដើរចូលដល់ទៅ3 lane តែ Shadow ចង់ទៅ final ស្លា Hello សំ final ស្លាមួយឡោចាប់ដល់ទៅ2 3នេះទម្លាក់មិនមាន RPG រះឡើងហ្វាល់វាយដៃទៅខ្ញុំនឹងទៅជីវិត2ភ្លាមជាមួយនឹងបែប Oh my god ទូបាញ់ដល់ទៅពីនេះចឹងដែរជាមួយនឹង Asira បញ្ចប់ទំនុំ 5 out is over យក Minion មកពីណាអត់មាន Minion ទេសុំ Minion 2 top lane បោះសតោតន់អត់ អត់អែនអត់អែនបោះសតោថាអត់តែគួរថាអែនវាយទៀតយកតាមដងជាមួយនឹង emoji see you soon ក៏បានដាក់ចូលផ្ទះឆ្មាក៏មិន respond ត Minion ក៏មិន respond តទេអូវាយទៀតចេញនៅហ្គេមទី1ក៏បានទៅលើ see you soon មីនៀនចេញ